ធម្មជាតិរបស់មនុស្សតែងតែប្រាថ្នាចង់បាននូវសន្តិភាពសេរីភាពកិច្ចផុតអំពីគ្រោះថ្នាក់ការគំរាមកំហែងការកាប់សម្លាប់ការជិះជាន់ពីសំណាក់អ្នកមានអំណាចពួកអ្នកប្រាជ្ញបុរាណជាទីប្រឹក្សាពួកមេតបនិងជាអ្នកដែលមានសមត្ថភាពដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការប្រើប្រាស់ឲ្យអស់ពីសមត្ថភាពដើម្បីបម្រើម្ចាស់នូវភាពស្មោះត្រង់ពួកគេតែងតែប្រាថ្នានឹងរដ្ឋម្ចាស់ដែលជាមេដឹកនាំល្អមានគុណធម៌អាចបង្រួបបង្រួមក្រមេឃនាំនូវភាពរុងរឿងដល់នគរស្រឡាញ់ប្រជារាស្ត្រចេះបែងចែកអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់មន្ត្រីនិងចេះប្រើប្រាស់ពួកគេបានយ៉ាងល្អឃ្លាចេញពីកន្លែងងឹតទៅរកកន្លែងភ្លឺហេតុអ្វីបានជាសុនឈឹចាក់ចេញពីយិនស៊ូនោះក៏ដោយសារតែសុនឈឹដឹងយ៉ាងច្បាស់អំពីគោលបំណងរបស់យិនស៊ូហើយដឹងអំពីអត្តចរិតរបស់យិនស៊ូថាយិនស៊ូគឺជាមនុស្សដែលមានភាពមិនច្បាស់លាស់និងមានការកេងប្រវ័ញ្ចបន្ទាប់ពីឪពុករបស់ខ្លួនគឺសុនជៀនបានទទួលមរណភាពទៅសុនឈឹបានទៅបម្រើការងារជូនដល់យិនស៊ូហើយសង្ឃឹមថាគេនឹងអាចយកបាននូវកងទ័ពមួយចំនួននិងបង្កើតកេរ្តិ៍ឈ្មោះរបស់ឪពុកខ្លួនឲ្យត្រឡប់មកវិញប៉ុន្តែយិនស៊ូបានរារាំងនិងរំលោភនូវពាក្យសន្យាម្ដងហើយម្ដងទៀតមិនព្រមប្រគល់តំណែងទឹកដីសំខាន់ៗដល់សុនឈឹឡើយទោះបីជាសុនឈឹជួយច្បាំងឈ្នះសង្គ្រាមជាច្រើនលើកក៏ដោយនិយាយរួមយិនស៊ូខ្ចីដៃសុនឈឹដើម្បីធ្វើសង្គ្រាមពង្រីកទឹកដីនិងអំណាចរបស់ខ្លួនបាននិយាយថាជាជនស៊ីឈ្នួលធ្វើសង្គ្រាមក៏មិនត្រូវដែរព្រោះក្រោយឈ្នះសង្គ្រាមសុនឈឹបានទទួលអ្វីជាមិនខ្លួនទេស្ថានភាពពឹកវរគ្មានការទទួលស្គាល់យិនស៊ូមានភាពក្រអឺតក្រទមនិងបានប្រកាសខ្លួនជាអធិរាជនៅក្នុងឆ្នាំ197នៃគ្រិស្តសករាជដែលជាទង្វើក្បត់នឹងរាជវង្សហានគឺគាត់បានក្លាយទៅជាសត្រូវរបស់អ្នកដឹកនាំដទៃទៀតជាពិសេសគឺជាសត្រូវធំរបស់ឆាវឆាវនិងលើប៉ៃការប្រកាសខ្លួនជាចំហបែបនេះនាំមកនូវភាពវឹកវរនិងបង្ហាញថាការដឹកនាំរបស់យិនស៊ូគឺគ្មានអនាគតយូរអង្វែងឡើយនិងគ្មានការទទួលស្គាល់ត្រឹមត្រូវឡើយថ្ងៃណាមួយគេនឹងត្រូវពួកសម្ដេចរួមដៃគ្នាកម្ចាត់ចោលជាមិនខានសុនឈឹចាក់ចេញពីយិនស៊ូព្រោះតែយិនស៊ូប្រៀបដូចជាភពងឹតគ្មានពន្លឺដែលពោពេញទៅដោយភាពអយុត្តិធម៌ការមិនគោរពពាក្យសច្ចៈលោភលន់និងអនាគតមិនច្បាស់លាស់សម្រាប់ការកសាងមូលដ្ឋានអំណាចរបស់សុនឈឹមិនអាចសម្រេចបំណងធំរបស់ឪពុកបានទេប្រសិនបើគាត់នៅក្រោមអាណាព្យាបាលរបស់យិនស៊ូហើយសុនឈឹរឹតតែមិនអាចនៅក្រោមអំណាចរបស់នរណាទាំងអស់គឺសុនឈឹត្រូវឈរជាខ្លួនឯងដើម្បីសម្រេចនូវកិច្ចការធំដើម្បីស្វែងរកពន្លឺនៃការកសាងនូវកេរ្តិ៍ឈ្មោះឡើងវិញការកសាងឈ្មោះឡើងវិញគឺមានតែការកសាងនៅអំណាចអាណាចក្រនៅជាងតុងការឯករាជ្យភាពនិងកិត្តិយសសុនឈឹបានសម្រេចចិត្តចាក់ចេញពីយិនស៊ូដោយស្នើសុំខ្ចីកងទ័ពមួយចំនួនតូចដើម្បីទៅកម្ចាត់ក្រុមចោរដែលសុនឈឹបានលើកឡើងថាមានការគំរាមកំហែងសុវត្ថិភាពគ្រួសាររបស់ខ្លួនការចាក់ចេញនេះគឺជាការផ្ដាច់ខ្លួនចេញពីមេដឹកនាំអគុណធម៌និងក្បត់សច្ចៈនិងចាប់ផ្ដើមដើរទៅតាមឆន្ទៈរបស់ខ្លួនសរុបមកការចាក់ចេញរបស់សុនឈឹគឺជាការផ្លាស់ប្ដូរពីភាពតាំងតែងគ្រោះថ្នាក់កន្លែងដែលគ្មានយុត្តិធម៌និងគ្មានសុវត្ថិភាពដើម្បីកសាងនូវសេរីភាពឱកាសភាពជោគជ័យនិងការកសាងអនាគតដ៏ភ្លឺស្វាងរបស់គាត់នៅឯជាងតុងឥឡូវយើងនិយាយអំពីការកិច្ចពីកន្លែងងឹតទៅរកកន្លែងភ្លឺរបស់ឆាវឆាវវិញម្ដងឆាវឆាវគឺជាតួអង្គសំខាន់បំផុតនៅក្នុងការកសាងរដ្ឋនគរវ័យតួនាទីរបស់គាត់អាចត្រូវបានគេបកស្រាយថាជាការផ្លាស់ប្ដូរពីភាពវឹកវរទៅរកសណ្ដាប់ធ្នាប់ឬក៏សន្តិភាពភាពងងឹតគឺសំដៅទៅលើរាជវង្សហានដែលគ្មានអំណាចភាពចុះខ្សោយរបស់រដ្ឋអំណាចនៅចុងរាជវង្សហានខាងកើតប្រទេសចិនបានធ្លាក់ក្នុងអំពើពុករលួយអំណាចបានធ្លាក់នៅក្នុងដៃពួកមន្ត្រីអាក្រក់និងពួកមេតបនៅក្នុងតំបន់នានាដែលមានការបះបោរអធិរាជហានខ្លាយទៅជាអាយ៉ងរបស់ពួកសម្ដេចទាំងនោះភាពគ្មានសណ្ដាប់ធ្នាប់ការបះបោរដូចជាក្រុមចោរកន្សែងលឿង
បានធ្វើឲ្យប្រជាជនរងទុក្ខវេទនានិងបាត់បង់នូវសន្តិសុខកន្លែងភ្លឺគឺសំដៅទៅលើការកសាងអំណាចនិងសន្តិភាពការគ្រប់គ្រងអធិរាជឆាវបានជ្រោមជ្រែងនិងគ្រប់គ្រងអធិរាជលាវសៀនដោយបានផ្លាស់ប្ដូររាជធានីទៅស៊ូជាក្នុងឆ្នាំ196នៃគ្រិស្តសករាជនេះបានធ្វើឲ្យមានភាពស្របច្បាប់ដើម្បីចេញបញ្ជានិងធ្វើសង្គ្រាមនៅក្នុងនាមជារាជវង្សហានដើម្បីបង្ក្រាបពួកបះបោរនិងពួកស្ដេចក្រាញ់ដែលមានបំណងបត់ការបង្រួបបង្រួមភាគខាងជើងជ័យជំនះដ៏សំខាន់បំផុតរបស់គាត់នោះគឺសមរភូមិនៅខ្វាន់ទូនៅក្នុងឆ្នាំ200នៃគ្រិស្តសករាជដែលគាត់បានកម្ចាត់មេដឹកនាំដ៏ខ្លាំងម្នាក់នោះគឺអភិជនជឿនសាវដែលជាមន្ត្រីធំច្រើនចំនួនមានកងទ័ពនិងបកពួកក្នុងរាជការនរណាក៏ញញើតដែរនេះបានធ្វើឲ្យគាត់អាចបង្រួបបង្រួមដែនដីភាគខាងជើងប្រទេសចិនស្ទើរតែទាំងស្រុងនិងបាននាំមកនូវសន្តិភាពនិងសណ្ដាប់ធ្នាប់ដល់ប្រជាជនភាគច្រើនសរុបមកសម្រាប់ឆាវកន្លែងភ្លឺគឺសំដៅទៅដល់ការបង្កើតសណ្ដាប់ធ្នាប់សន្តិភាពស្ថិរភាពនយោបាយយោធាឡើងវិញនៅពាក់កណ្ដាលប្រទេសចិនទោះបីជាគាត់ត្រូវបានអ្នកនិពន្ធរឿងប្រឡំលោកសាមកុកពីពណ៌ដែលនាថាគឺជាមនុស្សទុច្ចរិតក៏ដោយឥឡូវយើងនិយាយពីលើបៃវិញតួនាទីរបស់លើបៃជាវីរបុរសតស៊ូដើម្បីរាជវង្សហានលើបៃត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំពោពេញទៅដោយគុណធម៌និងការអាណិតអាសូរឲ្យមានបំណងប្រាថ្នាស្ដាររាជវង្សហានឡើងវិញពីព្រោះគាត់គឺជាកូនចៅរាជវង្សភាពងងឹតនៅកន្លែងងងឹតរបស់លើបៃគឺលើបៃមានស្ថានភាពក្រលំបាកនឹងការបាត់បង់មូលដ្ឋានទ័ពជីវិតតស៊ូមិនដូចមេដឹកនាំដទៃទៀតឡើយលើបៃចាប់ផ្ដើមពីភាពក្រីក្រហើយតែងតែពឹងផ្អែកទៅលើមេដឹកនាំដទៃដូចជាកុងស៊ុនចាន់ថាវឈៀនឆាវយិនសាវជាដើមដែលធ្វើឲ្យគាត់តែងតែបោះបង់ទឹកដីនិងត្រូវបានបដូរទីតាំងឥតឈប់ឈរគាត់គ្មានកន្លែងជ្រកកោនក្នុងរយៈពេលយូរលើបៃគ្រាន់តែជាមេទ័ពដែលគ្មានទឹកដីនិងចម្រោកជាអចិន្ត្រៃយ៍ប៉ុណ្ណោះហើយតែងតែរត់គេចពីឆាវដែលមានអំណាចខ្លាំងជាងដើម្បីស្វែងរកនូវពន្លឺសម្រាប់ការកសាងរាជវង្សហានលើបៃមើលឃើញអំពីអ្វីដែលអាចកសាងរាជវង្សហានឡើងវិញបានគឺមានតែខ្លួនគាត់ចាក់ចេញពីឆាវហើយកសាងនៅមាគ៌ាផ្ទាល់ខ្លួនដែលជាសញ្ញាណមួយរបស់ខ្លួនយើងហៅបច្ចុប្បន្ននេះថារាជនីតិការកសាងនគរដោយប្រើគុណធម៌ក្រដណ្ដប់ចិត្តរាជបន្ទន់ចិត្តរាជការមានគុណធម៌តែម្យ៉ាងគឺមិនអាចគ្រប់គ្រងនឹងការគ្រប់គ្រងនគរបាននោះទេទោះត្រាតែមានមនុស្សពូកែមកជួយជំត្រែងការស្វែងរកញាក់ដេកឬហៅថាអមមីដែលជាកន្លែងភ្លឺពិតប្រាកដរបស់គាត់បានចាប់ផ្ដើមនៅពេលដែលគាត់បានជួបនឹងអ្នកប្រាជ្ញខុងមីងបានរៀបចំយុទ្ធសាស្ត្រ3ចំណុចសម្រាប់ការកសាងមូលដ្ឋានអំណាចមនុស្សមានគុណធម៌ហេតុអ្វីចាំបាច់យកគេមកជួយគឺយកជូកលៀងមកដើម្បីឲ្យជូកលៀងតំណាងឲ្យគុណធម៌របស់លើបៃដើម្បីទប់ទល់ទៅនឹងអគុណធម៌ដូចជាឆាវនិងពួកសម្ដេចដែលមានអំណងចង់ផ្ដួលរាជវង្សហានការបង្កើតនគរស៊ូដែលមានជំនួយពីខុងមីងនិងមេទ័ពស្មោះត្រង់ដូចជាគួនអ៊ីចាងពីលាវប៉ៃបានយកឈ្នះលើដែនដីជីនចៅនិងអ៊ីចៅបច្ចុប្បន្នស៊ីឈួនហើយបង្កើតបានជាមូលដ្ឋានគ្រឹះនៃនគរហានលាវប៉ៃបានធ្វើការផ្លាស់ប្ដូរពីវីរបុរសដែលគ្មានផ្ទះសម្បែងទៅជាស្ថាបនិកមួយរូបដែលត្រូវបានគាំទ្រដោយពាក្យថាគុណធម៌និងភាពស្មោះត្រង់របស់គាត់បានសម្រេចនូវក្តីសុបិនរបស់គាត់នៅក្នុងការបង្កើតរាជវង្សហានឡើងវិញជានគររបស់គាត់តូចជាងនគរដទៃទៀតក៏ដោយហានស៊ីងបានចាក់ចែងពីសៀងអ៊ីដោយមូលហេតុថាសៀងអ៊ីគឺជាម្ចាស់ល្ងខ្លៅដែលមើលងាយពីសមត្ថភាពរបស់គាត់ទៅឲ្យគាត់ធ្វើជាកូនទាហានយើងទ្វាហានស៊ីងបានរត់ទៅបម្រើលើប៉ាក្រោយពីបានឃើញអំពីសមត្ថភាពរបស់ហានស៊ីងក៏បានតែងតាំងហានស៊ីងជាមេទ័ពធំហានស៊ីងបានដឹកនាំកងទ័ពកម្ចាត់សៀងអ៊ីផ្ដួលរំលំឈូហានស៊ីងបានកសាងគុណសម្បត្តិយ៉ាងច្រើននៅក្នុងការផ្ដួលរំលំឈូជួយដល់លាប៉ាំងបង្កើតមហាហានដ៏រុងរឿងក្រោយបង្រួបបង្រួមក្រមមេហើយហានស៊ីងត្រូវបានគេសម្លាប់ដោយគ្មានហេតុផលច្បាស់លាស់ហានស៊ីងជួយត្បិតតែចាក់ចេញពីសៀងអ៊ីតែជាម្ចាស់មិនស្គាល់តម្លៃរបស់ខ្លួនប៉ុន្តែបែរជាជួបម្ចាស់ដែលមិនទុកចិត្តខ្លួនទៅវិញហើយចុងក្រោយគាត់ក៏ត្រូវបានគេសម្លាប់
ដោយស្នាដៃរបស់លាវប៉ាងប៉ុន្តែទោះបីជាហេតុនេះក្តីក៏យើងអាចចាត់ទុកថាលាវប៉ាងក៏ជាម្ចាស់ម្នាក់ដ៏ឆ្លាតវៃមួយរូបដែរទោះជាយ៉ាងណាក៏ហានស៊ីងត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាជាមេទ័ពដ៏ល្បីល្បាញពូកែខាងច្បាំងនិងពូកែយុទ្ធសាស្ត្រសង្គ្រាមត្រូវបានទទួលការគោរពនិងសរសើរពីអ្នកជំនាញក្រោយជីវិតរបស់យើងគង់តែស្លាប់មុននឹងក្រោយតែប៉ុណ្ណោះប៉ុន្តែហាងស៊ីងមុននឹងស្លាប់គាត់បានបន្សល់ទុកនៅកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនិងគួរឲ្យកោតសរសើរចេញពីកន្លែងងងឹតគឺសំដៅទៅលើហានស៊ីងចាក់ចេញអំពីសៀងអ៊ីដែលជាកន្លែងដែលមិនផ្ដល់តម្លៃឲ្យខ្លួនហើយជ្រើសរើសការចោះចូលជាមួយនឹងស្ដេចលាវប៉ាងដែលលាវប៉ាងបានឲ្យតម្លៃនឹងលើកតម្កើងដល់ហានស៊ីងទោះបីជាហានស៊ីងត្រូវបានលាវប៉ាងសម្លាប់ប៉ុន្តែហានស៊ីងហាក់ដូចជាមានកេរ្តិ៍ឈ្មោះល្បីល្បាញនឹងទូរហូតមកដល់សប្តាហ៍ថ្ងៃនេះ